ចៅស្ទាវ2 នាក់ឆក់ទូរស័ព្ទបានសម្រេចកិច្ចខ្លួនទៅជួបនគរបាលបោះដង្កោកំពុងល្បាតចាប់ខ្លួនបានភ្លាមចៅស្ទាវ2 នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីអ្នកសិល្បៈម្នាក់កាលពីថ្ងៃទី24 ខែមីនាឆ្នាំ2025ពេលម៉ោង 18:20 នាទីល្ងាចនៅតាមផ្លូវលេខ217មុខរោងចក្រស្រាបៀរកម្ពុជាស្ថិតនៅភូមិតាឡីសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញក្រោយពេលឆក់បានសម្រេចបានជិះម៉ូតូកិច្ចខ្លួនក៏ទៅជួបនគរបាលបោះដង្កោកំពុងល្បាតតាមផ្លូវខាងលើក៏ត្រូវនគរបាលដេញតាមចាប់ខ្លួនបានទាំងពីរនាក់ភ្លាមរួចនាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដងជនសង្ស័យទី1ឈ្មោះដាវសាន់ឆាយភេទប្រុសអាយុ16ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិដើមមានសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្ដាលទី2ឈ្មោះផលសវណ្ណរាភេទប្រុសអាយុ16ឆ្នាំមុខរបរសិស្សមានទីលំនៅភូមិក្រពើហាខុំព្រែកឫស្សីក្រុងតាខ្មៅខេត្តកណ្ដាលសមត្ថកិច្ចនគរបាលក៏បានដកហូតម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CS 0869 មួយគ្រឿងនិងទូរស័ព្ទដៃម៉ាក iPhone 12 Pro Max ពណ៌ខៀវមួយគ្រឿងចំណែកជនរងគ្រោះឈ្មោះជឹមជឿនភេទប្រុសអាយុ36ឆ្នាំមុខរបរសិល្បករនៅស្ថានីយទូរទស្សន៍និងវិទ្យុបាយ័នមានទីលំនៅផ្ទះលេខ137ផ្លូវលេខ2ភូមិក្រាំងស្វាយសង្កាត់ព្រែកកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញរាយការណ៍ពីអ្នកខ្ញុំស្វានី TV5 Online News